អូខេអញ្ចឹងលំហាត់នេះគឺលំហាត់លេខ15យើងប្រើសម្រាប់បញ្ជាក់តាមសំណាក់ផ្ទុយពីសមត្ថកម្មដើម្បីបង្ហាញថាគីមាន x និង y ជាចំនួនគត់ relative វិជ្ជមាននិង x y ជាចំនួនគត់សេសនោះ x និង y ក៏ជាចំនួនគត់សេសដែរអញ្ចឹងគោលការណ៍ដែលយើងត្រូវស្រាយគឺយើងត្រូវស្រាយចិត្តមិនគួយនាំអស់មិនពេណាយើងត្រូវស្រាយចិត្តអញ្ចឹងយើងកាត់តម្រងដើមសិននេះគឺពេនាំអស់តម្រងខាងនេះគឺគួយអញ្ចឹងយើងត្រូវដាក់ឈ្នក់មិនអញ្ចឹងយើងបដូរពិសេសទៅគូណាខ្ញុំតាំងយកតែម្ដងហើយខ្ញុំដាច់យកតែម្ដងតាំងសំណើខ្ញុំដាក់មិនពេតែម្ដងមិនពេយើងនេះផ្ទុយសេះតគូវិញណា x y ជា x y ជាចំនួនគាត់គូវិញណាគាត់គូមិនគួយ x និង y ជាចំនួនគាត់គូដែរណាគាត់គូព្រោះហើយយើងចាប់ដើមយើងសម្រាយបញ្ជាក់ណាសម្រាយតាមផ្ទុយពីសមត្ថកម្មណាសម្រាយបញ្ជាក់តាមសំណើផ្ទុយពីសមត្ថកម្មអញ្ចឹងយើងត្រូវស្រាយពីមិនគួយនាំឲ្យមិនស្ពេអញ្ចឹងជំហានដំបូងនេះមិនគួយនេះមុនណាអញ្ចឹងយើងចាប់ដើមមកបើ x និង y ជាចំនួនគាត់គូជាចំនួនគាត់គូអញ្ចឹងគេអាចសរសេរឬក៏គេអាចតាំងណាគេអាចតាំង x ចំនួនគាត់គូយើងខ្ញុំតាំងឲ្យពី a និង y ខ្ញុំតាំងឲ្យពី b ដែល abc ជាចំនួនគាត់រត់ទៅវិជ្ជមានដែរណាដែល abc ជាចំនួនគាត់ relative វិជ្ជមានអញ្ចឹងដូចគ្នាចាប់ផ្ដើមធ្វើគេបានយើងយក x គុណនឹង y ស្មើអញ្ចឹង 2a កតា 2b ស្មើ 4ab តែយើងចាំបានវាគុណ2វិញដើម្បីបញ្ជាក់ថាវាគូសរសេរអញ្ចឹង 2ab អញ្ចឹងអានេះខ្ញុំតាំងដោយអក្សរថ្មីមួយអក្សរ c ណា c នេះក៏ជាចំនួនគាត់ relative វិជ្ជមានដូចគ្នាដែរអញ្ចឹងដែល 2ab ស្មើនឹង c ជាចំនួនគាត់ relative វិជ្ជមានអញ្ចឹងវិជ្ជមានដូចគ្នាអញ្ចឹងយើងអាចដាក់អក្សរថ្មីមួយបានតែ 2c នេះជាចំនួនគាត់គូឬចំនួនគាត់សេសអញ្ចឹងជាចំនួនគាត់គូអញ្ចឹងពិតដែរនោះ x y ជាចំនួនគាត់គូជាចំនួនគាត់គូអញ្ចឹងយ៉ាងម៉េចពិតតាមសម្រាប់បញ្ជាក់ពីសមត្ថកម្មអញ្ចឹងយើងដូចនេះបានដូចនេះx បើ x y ជាចំនួនគាត់សេសនោះ x និង y ក៏ជាចំនួនគាត់សេសដែរណាអូខេប៉ុណ្ណឹងចូលដល់សកលអូខេខ្ញុំហាត់5ចំណុចសកលនេះក៏គេឲ្យយើងធ្វើតាមសំណើផ្ទុយពីសមត្ថកម្មដែរណាអញ្ចឹងយើងត្រូវកាត់សិនអាមុខនេះខ្ញុំឲ្យពេនោះនាំឲ្យគួយអញ្ចឹងផ្ទុយពីសមត្ថកម្មគឺយើងត្រូវស្រាយពីមិនគួយនាំឲ្យមិនពេណាយើងត្រូវដាក់ចិត្តមិនឲ្យមិនដំបូងយើងតាំងសំណើពេគួយសិនស្រួលមើលស្រួលពយល់តាំងសំណើពេ x កតា x ដក2តូចជាង0សំណើគួយ0តូចជាង x តូចជាង2យើងដាក់ឆ្នឹកមិនមកយើងបាន x កតា x ដក2ធំជាងឬស្មើ0ណាទីទៅលើអានេះក៏ផ្ទុយទៅលើដែរ0ធំជាងឬស្មើ x តែយើងត្រូវដាច់ជា2ណាដាច់ជា2ករណីផ្សេងពីគ្នាយើងសម្រាប់បញ្ជាក់ណាអញ្ចឹងសម្រាប់បញ្ជាក់តាមសំណើផ្ទុយពីសមត្ថកម្មផ្ទុយពីសមត្ថកម្មអញ្ចឹងផ្ទុយពីសមត្ថកម្មរបស់យើងគឺយើងត្រូវស្រាយមិនគួយនាំឲ្យមិនពេអញ្ចឹងយើងចាប់ខេអញ្ចឹងយើងត្រូវបញ្ជាក់ពីករណីគឺចំពោះអញ្ចឹងចំពោះករណី0ធំជាងឬស្មើ x អញ្ចឹងយើងបដូរទីតាំងសិនឲ្យស្រួលមើល x ដូចជាងឬស្មើ0យើងចង់បាន x កតា x ដក2អញ្ចឹងយើងយកអាកតានេះមុនមកស្រួលណា x ដក2ថែម x ដក2សងខាង
រួចយើងមិនត្រូវកាយវាគុណនឹង x អញ្ចឹងដល់ពេលគុណនឹង x ពុបនេះគុណនឹង x x យើងយ៉ាងម៉េច x យើងមិនទៅជា0អញ្ចឹងទៅជា0គុណនឹងដកនេះគឺបូកអញ្ចឹងសញ្ញាយើងគឺបដូរណាតែព្រោះអញ្ចឹងធំជាងឬស្មើ0ព្រោះអីដក 2x នេះធំ0ណាធំ0ព្រោះ x នេះទៅជា0គុណនឹងដកទៀតវាធំជា0វិញណានេះគឺកន្លែងនេះណាអញ្ចឹងយើងពិតបានមកករណីហើយរកមួយទៀតចំពោះរកមួយទៀតមកចំពោះ x ធំជាងឬស្មើ2អញ្ចឹងយើងត្រូវការដក2ណាដក2ដក2អញ្ចឹង x ដក2ធំជាង0យើងគុណ x ចូលយើងគុណ x ចូលយើងអត់បដូរសញ្ញានេះទេបដូរទិសដៅវិស្មការបដូរទេព្រោះ x វិជ្ជមានយើងបូកគុណបូកវាអត់ទេដក2ធំជាង0ណាព្រោះ0គុណ x វា0ប៉ុន្តែវិជ្ជមានអត់បញ្ហាទេអញ្ចឹងបានសមាការ2អញ្ចឹងតាម1នឹង2ពិតតាមលក្ខខណ្ឌគេអញ្ចឹងតាម1និង2គេបានគេបានមិនគួយនាំឲ្យមិនពេលយើងគឺដូចនេះមកដូចនេះ x កតា x ដក2តូចជាង0នោះ0តូចជាង x តូចជាង2អូខេចាំគូហុំស្អាត